ជួបគ្នាម្ដងទៀតបងប្អូនប្រិយមិត្តជាទីគោរពថ្ងៃនេះដែរសូមនិយាយបន្តអំពីភាគនៃការដឹកនាំនយោបាយថោកទាបរបស់គណៈបកប្រជាជនកម្ពុជានៅក្រោមការដឹកនាំនិងបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាប្រធានរដ្ឋសភាបច្ចុប្បន្នហើយការនិយាយនេះដែរវាពាក់ព័ន្ធទៅនឹងការនាំចូលនៃជនអន្តរប្រវេសន៍វៀតណាមខុសច្បាប់និងពួកនិគមយួនឬក៏ទាហានជាជនបរតនិងអ្នករស់ស៊ីជំនួញជួញដូរមួយចំនួនដែលពាក់ព័ន្ធទៅនឹងការនាំចូលនិងធ្វើអត្តញ្ញាណប័ណ្ណខុសច្បាប់ដោយមិនមានច្បាប់ណែនាំត្រឹមត្រូវនិងខុសច្បាប់សម្រាប់ប្រទេសជាតិនៃប្រជាណាចក្រកម្ពុជាបងប្អូនមានដែលឆ្ងល់ដែរទេថាហេតុអ្វីបានជាជនជាតិវៀតណាមឬក៏ទាហានវៀតណាមដែលរស់នៅលើទឹកដីកម្ពុជារស់នៅដោយស្របច្បាប់ហើយមានសិទ្ធិក្នុងការបោះឆ្នោតមានសិទ្ធិទិញដីមានសិទ្ធិជួលនិងទិញផ្ទះនៅក្នុងប្រទេសកម្ពុជាដោយមានការមើលការខុសត្រូវនិងការអំណាចឲ្យយ៉ាងពេញទំហឹងហើយគេមានសិទ្ធិធំជាងប្រជាពលរដ្ឋដែលជាម្ចាស់ស្រុកនៃប្រទេសកម្ពុជាទៀតផងហើយចំណែកឯប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលអព្យាក្រឹតហើយប្រកាន់នៅរបបលទ្ធិប្រជាធិបតេយ្យក៏ប៉ុន្តែមូលហេតុអ្វីទៅក្រោមការដឹកនាំរបស់គ្រួសារសម្ដេចហ៊ុនសែនជាង40ឆ្នាំមកនេះត្រូវបានបញ្ចូលជនជាតិយួនមកជាហូរហែដូចជាតាមខេត្តដែលជាប់បឹងទន្លេសាបនិងតំបន់ផ្សេងៗទៀតដែលនៅតំបន់ព្រៃភ្នំតាមផ្សារតាមជនបទទីក្រុងនិងតាមបណ្ដាខេត្តនិយាយរួមទៅវានៅស្ទើរតែពេញនៃព្រះរាជាណាចក្រកម្ពុជាផ្ទៃដីប្រទេសកម្ពុជាមានប្រមាណហ្នឹងគឺវៀតណាមវានៅស្ទើរតែពេញហ្នឹងទាំងអស់ហើយវាស្មើនឹង 40% នៃជនជាតិខ្មែរឬជនជាតិដើមរបស់យើងទាំងអស់នេះហើយគឺជាទុក្ខកង្វល់ដ៏ធំហើយក៏ជាជំងឺមហារីកនៃប្រទេសកម្ពុជាដែលមិនអាចឬក៏មិនងាយក្នុងការរកថ្នាំមកព្យាបាលនៃជំងឺមហារីកនេះបងប្អូនដឹងហើយជំងឺមហារីកគឺជាជំងឺមួយដែលមានប្រវត្តិយូរលង់ណាស់មកហើយដែលគ្មានថ្នាំអ្វីដែលអាចមកព្យាបាលបានទេហើយបើនិយាយពីជនជាតិវៀតណាមដែលត្រូវបានហូរចូលមកដល់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនអតីតក៏ប៉ុន្តែបច្ចុប្បន្នក្លាយទៅជាប្រធានរដ្ឋសភាហើយការងារជានាយករដ្ឋមន្ត្រីក៏បានផ្ទេរទៅឲ្យកូនតាមលក្ខណៈបែបកុម្មុយនីសផ្ដាច់ការរបស់មនុស្សព្រៃខ្ញុំសូមនិយាយអំពីបញ្ហាខ្លះៗពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញនិងការនិយាយបងប្អូនដឹងហើយថាមូលហេតុអីទៅជនជាតិយួនឬក៏ជនជាតិវៀតណាមនេះវាតែងតែមកចូលដល់ដីខ្មែរកកក្រែងដេញទៅវិញមិនចេញនេះគឺមូលហេតុមកពីវៀតណាមវាចង់បានទឹកដីប្រទេសកម្ពុជាហើយលោកហ៊ុនសែនក៏ជាមន្ត្រីហើយក៏ជាចៅហ្វាយខេត្តក្រមបំផុតក្នុងការឬក៏ដំណាក់កាលចុងក្រោយរបស់ជនជាតិវៀតណាមដែលវាប្រើឲ្យលោកហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីសម្រាប់ប្រទេសកម្ពុជាក៏ប៉ុន្តែវាសម្រាប់ប្រទេសវៀតណាមឬជនជាតិវៀតណាមហ៊ុនសែនគឺជាអាយ៉ងផ្ដាច់មុខឬក៏ជាអាយ៉ងយួនផ្ដាច់មុខបើសិនជានាយករដ្ឋមន្ត្រីវៀតណាមគេនិយាយថាហ៊ុនសែនគឺជាចៅហ្វាយខេត្តប្រចាំនៅក្នុងប្រទេសកម្ពុជាគឺជាចៅហ្វាយខេត្តជាអ្នកបម្រើដាច់ថ្លៃរបស់ជនជាតិវៀតណាមហើយត្រូវតែស្ដាប់បង្គាប់និងនាំចូលលោកជនជាតិវៀតណាមដែលជាស្នើសុំរបស់ជនជាតិវៀតណាមឬក៏ថ្នាក់ដឹកនាំរបស់មេធំរបស់ជនជាតិវៀតណាមនោះផងដែរដូច្នេះអ្វីៗទាំងអស់គឺសម្រាប់ជោគវាសនាទៅលើជនជាតិទៅលើថ្នាក់ដឹកនាំរបស់ជនជាតិវៀតណាមលោកហ៊ុនសែនគឺជាបុគ្គលមួយរូបដែលគេដាក់ឲ្យស្នងតំណែងជំនួសនៃការឡើងកាន់តំណែងរបស់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាជាមូលហេតុដែលធ្វើឲ្យជនជាតិយួនមកនៅដីខ្មែរកាន់តែច្រើនឡើងនេះគឺជានយោបាយរបស់លោកហ៊ុនសែនហើយលោកហ៊ុនសែនផងដែរគឺជាជនជាតិខ្មែរនៅពេលនេះលោកហ៊ុនសែនកំពុងតែយកសត្រូវមកដាក់ក្នុងខ្លួនហើយខ្លួនលោកផ្ទាល់ក៏មិនអាចនឹងគេចផុតដោយសារតែរងគំនាបនិងស្ថិតនៅក្រោមការគ្រប់គ្រងនឹមអាណានិគមរបស់ជនជាតិយួនហើយយួននេះផងដែរគឺរៀបចំឲ្យលោកហ៊ុនសែនដើរតាមកន្លងអុកមួយនេះលោកហ៊ុនសែនផ្ទាល់ខ្លួនឯងក៏គាត់មិនយល់មិនដឹងអំពីអ្វីដែលជានយោបាយអ្វីដែលជាការដឹកនាំរដ្ឋឬក៏ការគ្រប់គ្រងនៃរដ្ឋរបស់ប្រទេសមួយទៅប្រទេសមួយដែរគាត់គ្រាន់តែធ្វើតាមសំណុំពរនិងការស្នើសុំរបស់ថ្នាក់ដឹកនាំនៃជនជាតិវៀតណាម
ដូច្នេះហើយលោកហ៊ុនសែនធ្វើមិនធ្វើគឺត្រូវតែសម្រេចចិត្តទៅលើអ្វីដែលគាត់នឹងចង់បានទោះបីជាគាត់ចង់បានឬមិនចង់បានលោកហ៊ុនសែនត្រូវតែធ្វើនេះគឺជាចម្លើយតែមួយគត់របស់លោកហ៊ុនសែនដែលស្ថិតនៅក្រោមគំនាបនៃការគ្រប់គ្រងរបស់ជនជាតិវៀតណាមបើនិយាយជនជាតិវៀតណាមគឺមានសិទ្ធិសេរីភាពខ្លាំងជាងលោកនាយរដ្ឋមន្ត្រីហ៊ុនសែនបើសិនជានៅក្នុងប្រទេសកម្ពុជាជនជាតិវៀតណាមគឺវានៅសិទ្ធិកំពុកអង្គកំប៉ុងសម្រាប់ប្រទេសខ្មែរក៏ប៉ុន្តែបើសិនជានៅក្នុងប្រទេសវៀតណាមវិញគឺលោកហ៊ុនសែនគឺជាមនុស្សកំពុកអង្គកំប៉ុងរបស់ប្រជាជនវៀតណាមទៅវិញទេនេះដោយសារតែលោកហ៊ុនសែនគឺជាឆ្កែបម្រើដាច់ថ្លៃរបស់ថ្នាក់ដឹកនាំឬក៏មេដឹកនាំជនជាតិវៀតណាមដូច្នេះហើយការដឹកនាំនិងការហូរចូលជនជាតិវៀតណាមមកដល់ប្រទេសខ្មែរគឺជាមហន្តរាយដ៏ធំមួយសម្រាប់ប្រទេសខ្មែរក្រោមការដឹកនាំរបស់លោកហ៊ុនសែនហើយលោកហ៊ុនសែនខ្លួនឯងផ្ទាល់ដែរក៏គាត់មិនយល់ដែរអំពីបញ្ហាសេដ្ឋកិច្ចនយោបាយសង្គមយ៉ាងដូចម្តេចដូចជាការដឹកនាំលក្ខណៈជាវិធនយោបាយសុចរិតនយោបាយរឹងនយោបាយទន់ក៏គាត់អត់យល់គាត់យល់តែអ្វីមួយគឺការកាន់អំណាចឲ្យបានយូរទោះបីដឹកនាំលក្ខណៈស៊ីជម្រៅកាប់សម្លាប់បង្ហូរឈាមខ្មែរជនជាតិឯងយ៉ាងណាក៏ដោយគឺលោកធ្វើយ៉ាងណាឲ្យតែទទួលបានជោគជ័យទៅលើការក្តោបក្តាប់អំណាចនិងគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាទាំងមូលឥឡូវនេះបច្ចុប្បន្ននេះកំពុងតែបង្កើតច្បាប់មួយគេហៅថាច្បាប់ប្រល័យជាតិសាសន៍ខ្មែរគ្នាឯងគឺច្បាប់នេះដែរគឺវាមិនហួសពីសម័យដឹកនាំ3ឆ្នាំ8ខែ20ថ្ងៃរបស់សម័យរបស់លោកប៉ុលពតមហាលុតផ្លោះលោកហ៊ុនសែនកំពុងតែបង្កើតសង្គ្រាមរវាងខ្មែរនិងខ្មែរលើកទី2នៅក្នុងច្បាប់មាត្រាទី33ហើយច្បាប់នេះដែរគឺជាច្បាប់ដែលហាមឃាត់នៃរដ្ឋធម្មនុញ្ញហើយរដ្ឋធម្មនុញ្ញដែរក៏ចេញពីច្បាប់23ដុល្លារឆ្នាំ1991ដែលត្រូវបានអនុម័តនិងចែងយ៉ាងច្បាស់លាស់រវាងអំណាចនៃការរៀបចំច្បាប់របស់ថ្នាក់ដឹកនាំឬក៏របស់គណៈបកមាន4រូបដែលបានបោះឆ្នោតដំឡើងហើយរៀបចំប្រព័ន្ធច្បាប់នេះមកដល់ពេលនេះបច្ចុប្បន្ននេះរឿងរ៉ាវដែលពាក់ព័ន្ធទៅនឹងការបង្ហូរចូលនៃជនជាតិវៀតណាមមកលើប្រទេសកម្ពុជាវាកំពុងតែជាអម្រែកមួយដ៏ធ្ងន់ដែលស្ថិតនៅលើកករបស់គ្រួសារសម្ដេចហ៊ុនសែនដូច្នេះសម្ដេចហ៊ុនសែនទៅរាជពន្ធបញ្ហាទី1រឿងយួនទី2រឿងគំនាបពីអន្តរជាតិហើយទី3គឺការរងជេរបន្តិចផ្ដាសាពីប្រជាពលរដ្ឋហើយមួយទៀតគឺការមើងងាយនឹងទន្ទ្រានរបស់ប្រទេសថៃវាត្រូវតែទន្ទ្រានយកនឹងដាក់គំនាបឲ្យខ្លាំងបំផុតមកលើលោកហ៊ុនសែនទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់មានកិច្ចចរចាស្នើសុំរវាងភាគីត្រីភាគីឬក៏ការអង្វរលំទួទេទូរស័ព្ទអ្វីដែលអាចធ្វើទៅបានក៏ប៉ុន្តែថៃគេមិនទទួលនៅសំណើរបស់លោកហ៊ុនសែននោះទេដោយគេដឹងថាលោកហ៊ុនសែនគឺជាមនុស្សម្នាក់ដែលជាមេដឹកនាំមិនអាចទុកចិត្តបានក្នុងចំណោមមេដឹកនាំនៅលើពិភពលោកបើសិនជានិយាយអំពីបញ្ហាសិលធម៌វិញលោកហ៊ុនសែនគឺស្ថិតនៅកម្រិតទាបបំផុតសម្រាប់ការនិយាយស្ដីទៅកាន់ពិភពលោកឬនិយាយស្ដីទៅកាន់មនុស្សទូទាំងពិភពលោកសូម្បីតែការនិយាយស្ដីធម្មតាទៅកាន់ប្រជាពលរដ្ឋខ្លួនឯងដែលជាជនជាតិខ្មែរដូចគ្នាលោកហ៊ុនសែនគឺជាបុគ្គលម្នាក់ដែលប្រើទ្រឹស្ដីអស្ចារ្យមហាលោតផ្លោះគឺគាត់ប្រើនយោបាយបែបត្រជាក់ហើយកង្ក្តៅដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរនិងមន្ត្រីរាជការមួយចំនួនស្ថិតនៅក្រោមការដឹកនាំរបស់លោកមានគំនាបនិងគៀបសង្កត់គ្រប់បែបយ៉ាងជាពិសេសគឺពលរដ្ឋខ្មែរនឹងតែម្ដងដូច្នេះហើយនៅពេលអំឡុងពេលនេះដែលសង្គ្រាមថៃកំពុងតែទន្ទ្រានចូលមកដល់ដីខ្មែរលោកហ៊ុនសែនកំពុងតែស្ថិតនៅក្នុងការភ័យខ្លាចមិនមែនគាត់មិនភ័យខ្លាចទេបើគាត់មិនភ័យខ្លាចទេតើមូលហេតុអ្វីទើបលោកហ៊ុនសែនគាត់ហ៊ានចេញវីដេអូបញ្ជាក់យ៉ាងច្បាស់អំពីការកើតឡើងនៃគណៈបកថ្មីនៅក្រៅប្រទេសថ្មីនេះដែលជាស្ថិតនៅក្រោមការដឹកនាំហើយជាមេបកធំគឺលោកសំរងស៊ីដែលជាដៃគូអ្នកនយោបាយចាស់របស់លោកហ៊ុនសែនកាលពីអតីតកាលក៏ប៉ុន្តែពេលនេះលោកហ៊ុនសែនកំពុងតែភ័យនៅពេលដែលគាត់បានផ្ទេរអំណាចជានាយករដ្ឋមន្ត្រីមកឲ្យកូនប្រុសរបស់គាត់ក៏ប៉ុន្តែលោកសំរងស៊ីបែរជាបង្កើតគណៈបកថ្មីដែលជាដៃគូចាស់របស់គាត់ដូច្នេះលោកហ៊ុនសែនគឺត្រូវតែងើបឡើងមកម្សាទៀតដើម្បីកាន់តំណែងជានាយករដ្ឋពេលនេះខ្ញុំសូមបិទវងកញ្ចក់និយាយអំពីរឿងពាក់ព័ន្ធទៅនឹងការបង្កើតគណៈបកថ្មីដែលមានការ
ខឹងសម្បាពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនខ្ញុំមកនិយាយអំពីបញ្ហាដែលតាក់ទងទៅនឹងគ្រោះថ្នាក់របស់លោកហ៊ុនសែនវិញម្ដងលោកហ៊ុនសែនកំពុងតែប្រឈមនឹងគ្រោះថ្នាក់ធំមួយគឺវៀតណាមវាមិនអនុញ្ញាតឲ្យលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីមានសេចក្តីសុខឬក៏ដេកលក់ស្រួលនៅក្នុងផ្ទះរបស់គាត់ដោយសារតែយួនវាត្រូវតែយកផ្នែកខាងកើតនៃប្រទេសកម្ពុជាឲ្យតលតែបានទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយគឺត្រូវតែបានចំណែកធំបំផុតខាងកើតគឺយួនវាកំពុងតែរលចូលតាមលក្ខណៈស្ងៀមស្ងាត់ដែលលោកហ៊ុនសែនបើកដៃហើយខាងលិចកំពុងតែបើកចំហព្រំដែនដើម្បីនាំចូលនៅបន្លែត្រីរាល់ថ្ងៃនេះលោកហ៊ុនសែនគាត់ដេកអត់លក់បក់មិនហើយបាយក៏មិនឆ្ងាញ់ការនិយាយស្ដីរបស់គាត់នៅការផ្សាយនៅសន្ទរកថានៅថ្ងៃមុននេះគឺលោកហ៊ុនសែនគាត់និយាយទាំងបង្ខំហើយញ័រមាត់ខ្លះនេះគឺបញ្ជាក់ថាលោកកំពុងតែភ័យព្រួយបារម្ភអំពីបញ្ហាជាពិសេសគឺគណៈបកខាងក្រៅគណៈបកក្រៅប្រទេសដែលដឹកនាំដោយលោកធានសំរងស៊ីហើយមួយទៀតហ្នឹងគឺគំនាបមកខាងថៃក៏បានធ្វើការវាយប្រហារជាបន្តបន្ទាប់ដែលដណ្ដើមយកភូមិស្រុកប្រជាពលរដ្ឋមួយចំនួនចូលដល់ដីខ្មែរដែលធ្វើឲ្យប្រជាជនខ្មែរមានការស្អប់ខ្ពើមមិនពេញចិត្តទាំងថៃផងមិនពេញចិត្តស្អប់ខ្ពើមនឹងជាតិថៃផងហើយស្អប់ខ្ពើមនឹងថ្នាក់ដឹកនាំរបស់ខ្លួនឯងនឹងផងដោយសារតែលោកហ៊ុនសែនគាត់តែងតែស្រែកហើយនឹងគំរាមកំហែងធ្វើបាបវាយដំទៅលើប្រជាពលរដ្ឋទុនខ្សោយនៅពេលដែលសត្រូវចូលមកដល់ដីហើយចូលមកដល់កន្លែងទីតាំងមន្ទីរហើយលោកហ៊ុនសែនបែរជាគ្មានដំណោះស្រាយឬក៏អាពាក្យគំរាមកំហែងប្រឆាំងនឹងពាក្យខ្លាំងរបស់លោកហ្នឹងគឺអត់មានប្រើទៅលើថៃទៅវិញទេបែរជាសំងំស្ងៀមមកប្រើជាមួយនឹងគណៈបកក្រៅប្រទេសនេះទៅវិញនេះហើយគឺជាហេតុមួយដែលបញ្ជាក់ថាលោកហ៊ុនសែនមានការភ័យខ្លាចហើយប្រជាពលរដ្ឋក៏ស្អប់ខ្ពើមដូច្នេះអាចចំណុចនេះគឺជាគ្រោះថ្នាក់បំផុតសម្រាប់គ្រួសារលោកហ៊ុនសែនលោកហ៊ុនសែនគាត់កំពុងតែដេកព្រួយបារម្ភនិងគិតច្រើនជាងពួកយើងធម្មតានេះគិតទៀតដោយសារតែគាត់មានលុយមានអំណាចនិងមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលมันអាចនឹងយកទៅអស់ភ្លាមទេលោកហ៊ុនសែនគាត់ខ្លាចដោយសារតែប្រហែលឆ្នាំចុងក្រោយនេះគឺមានការផ្ទុះនៃយុវជនGen Z នឹងគ្រប់ស្ទើរតែគ្រប់ប្រទេសទាំងហើយនៅតំបន់អាស៊ីយើងនេះហើយយុវជន Gen Z នេះដែរគឺស្ទុះឡើងគឺធ្វើបាតកម្មប្រឆាំងនឹងថ្នាក់ដឹកនាំរបស់ខ្លួនឯងដើម្បីផ្លាស់ប្ដូរនៃរបបដឹកនាំផ្លាស់ប្ដូរនៃរបបនយោបាយគោលនយោបាយនិងផ្លាស់ប្ដូរនឹងមហិច្ឆតាដ៏អាក្រក់របស់ថ្នាក់ដឹកនាំរបស់ខ្លួនឯងហើយលោកហ៊ុនសែននេះដែរកំពុងតែភ័យបារម្ភអំពីការងើបឡើងរបស់ប្រជាពលរដ្ឋនិងយុវជនខ្មែរដែលគេហៅថា Gen Z នឹងដូចគ្នាមិនថាលោកហ៊ុនសែននេះសូមបីតកូនប្រុសរបស់គាត់ដែលជាលោកហ៊ុនម៉ាណែតហ៊ុនម៉ាណីដែលកាន់តួនាទីធំនឹងមន្ត្រីមួយចំនួនហ្នឹងក៏កំពុងតែភ័យបារម្ភដែរដោយសារតែគាត់ខ្លាចព្រោះមនុស្សដែលធ្លាប់ធ្វើអាក្រក់មនុស្សដែលប្រព្រឹត្តបទល្មើសហើយសត្រូវច្រើនបំផុតជាមួយនឹងប្រជាពលរដ្ឋខ្មែរគឺរស់បានយូរទេហើយក៏កាន់តំណែងគាត់បានយូរដែរគាត់នឹងអាចនឹងដួលរលំនៅពេលខាងមុខនេះវាមិនអាចនឹងឲ្យពេលវេលានឹងកន្លងផុតទៅយូរទេអញ្ចឹងលោកហ៊ុនសែនកំពុងតែបារម្ភហើយគិតអំពីបញ្ហានេះខ្លាំងលោកហ៊ុនសែនមួយថ្ងៃកំពុងតែបារម្ភស៊ីបាយក៏មិនស្ទើរតែមិនត្រង់មាត់នេះគឺជាមូលហេតុមួយដែលលោកហ៊ុនសែនគាត់កំពុង